សូមស្វាគមន៍មកកាន់ Channel បរិយាយរឿងទិន2នៅត្រង់ចំណុចនេះយើងនឹងនិយាយអំពីសំណួរចម្លើយដែលមាននៅក្នុងវគ្គតុលាការប៉ាវលង្ស៊ីកាត់ក្តីមិនយុត្តិធម៌ដែលសំណួរទី1សួរថាមូលហេតុអ្វីបានជាប៉ាវលង្ស៊ីកាត់ក្តីមិនយុត្តិធម៌ទី2សួរថាមូលហេតុអ្វីបានប្រជាជនមកគ្នាស្អប់ខ្ពើមរអើមប៉ាវលង្ស៊ីយ៉ាងដូច្នោះសំណួរទី3សួរថាតើមូលហេតុអ្វីកូនក្មេងនៅក្នុងត្រង់វគ្គមួយនោះស្អប់ខ្ពើមប៉ាវលង្ស៊ីតោះរីករាយសម្រាប់នៅសំណួរនិងចម្លើយដូចតទៅដែលសំណួរទី1នោះសួរថាតើមូលហេតុអ្វីបានប៉ាវលង្ស៊ីកាត់ក្តីមិនយុត្តិធម៌ជូនប្តីប្រពន្ធ2នាក់នោះដោយសារតែប៉ាវលង្ស៊ីទទួលសំណូកពីមន្ត្រីដែលជាខ្នងបង្អែករបស់ប្តីប្រពន្ធ2នាក់នោះទើបធ្វើឲ្យពួកគេកាត់ក្តីរំអៀងទៅកាន់ប្តីប្រពន្ធ2នាក់នោះនៅត្រង់ចំណុចនេះហើយដែលជាទង្វើមិនល្អរបស់មន្ត្រីកាត់ក្តីដែលមិនគួរឲ្យចង់ឃើញទាំងអស់គ្នាហើយនៅត្រង់ចំណុចនេះអ្នកនិពន្ធក៏បានបញ្ជាក់ផងដែរថានៅក្នុងប្រព័ន្ធតុលាការមួយតែងតែមានការស៊ុបប៉ាន់ជានិច្ចនិងមានមន្ត្រីដែលល្អនិងអាក្រក់មន្ត្រីដែលអាក្រក់គឺទទួលសំណូកពីភាគីម្ខាងហើយកាត់ក្តីឲ្យភាគីម្ខាងនោះឈ្នះចូលមកដល់សំណួរទី2សួរថាមូលហេតុអ្វីបានប្រជាជននាំគ្នាស្អប់ខ្ពើមប៉ាវលង្ស៊ីយ៉ាងដូច្នោះដោយសារតែប៉ាវលង្ស៊ីមានចិត្តលំអៀងនិងទទួលសំណូកហើយកាត់ក្តីឲ្យប្តីប្រពន្ធ2នាក់នោះចាញ់មូលហេតុនេះហើយទើបធ្វើឲ្យប្រជាជនស្អប់ខ្ពើមដោយទង្វើបែបនេះគឺជាទង្វើដែលគ្រប់គ្នាមិនចង់ឃើញនិងស្អប់ខ្ពើមជានិច្ចបានធ្វើបាបធ្វើទុកបុកម្នេញចំពោះប៉ាវលង្ស៊ីដោយយើងនឹកមើលនៅក្នុងរឿងនោះគឺថាប៉ាវលង្ស៊ីចេញមកខាងក្រៅគឺមានអន្ទាក់និងមានទំនិញជាច្រើនសម្រាប់គប់ទៅប៉ាវលង្ស៊ីហើយនៅផ្សារគឺគេតែនិយាយអំពីមន្ត្រីប៉ាវលង្ស៊ីដែលពុករលួយទទួលសំណូកកាត់ក្តីមិនយុត្តិធម៌ហើយបកអាក្រាតពីប៉ាវលង្ស៊ីគប់សពបែបថាចូលទៅដល់សំណួរមួយទៀតសួរថាតើមូលហេតុអ្វីបានកុមារនៅក្នុងវគ្គនោះស្អប់ខ្ពើមប៉ាវលង្ស៊ីហើយទោះទឹកមាត់ដាក់ប៉ាវលង្ស៊ីដោយទង្វើអយុត្តិធម៌របស់ប៉ាវលង្ស៊ីដែលធ្វើទៅកាន់ជនស្លូតត្រង់និងជនដែលគួរឲ្យគោរពនិងស្រឡាញ់ទើបធ្វើឲ្យដំណឹងលេចលឺគ្រប់សពបែបយ៉ាងរហូតទៅដល់ដឹងដល់កុមារមួយនោះកុមារខ្លះក៏ទទួលបានដំណឹងមិនល្អពីមនុស្សធំកុមារខ្លះទទួលដំណឹងល្អពីមនុស្សធំដោយនៅក្នុងវគ្គនេះកុមារនោះទទួលដំណឹងមិនល្អពីប៉ាវលង្ស៊ីជាច្រើនទើបធ្វើឲ្យក្នុងចិត្តរបស់វាមានការស្អប់ខ្ពើមជាខ្លាំងទៅទង្វើរបស់ប៉ាវលង្ស៊ីទោះបីជាប៉ាវលង្ស៊ីគិតថាកុមារជាទំពាំងស្នងឫស្សីនិងចង់ជ្រុំជ្រែងកុមារជំនាន់ក្រោយឲ្យដើរផ្លូវល្អក៏ដោយក៏កុមារនោះមិនខ្វល់ឡើយដោយសារតែទង្វើរបស់ខ្លួននេះហើយទើបធ្វើឲ្យគេស្អប់ខ្ពើមគ្រប់គ្នាសំណួរចម្លើយនៅត្រង់ចំណុចនេះទាំង3នេះគឺវាជាចំណុចសំខាន់ណាស់ហើយបានបង្ហាញអំពីអ្នកនិពន្ធដែលនិពន្ធរឿងនេះឡើងគឺបានបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់អ្នកយកមកសិក្សានិងរៀនសូត្រនៅតាមរឿងមួយនេះមិនថាសំណួរទី1មិនថាសំណួរទី2និងសំណួរទី3វាសុទ្ធតែបានបង្កប់នូវអត្ថន័យដ៏ល្អសម្រាប់អប់រំដល់យើងបើសិនជាយើងមិនកែច្នៃនៅចំណុចទាំងនេះទេគឺយើងមិនអាចមើលឃើញពីទង្វើល្អរបស់មន្ត្រីល្អបានឡើយប៉ុន្តែដោយក្នុងរឿងនេះបានបកអាក្រាតនៅទង្វើអាក្រក់របស់មន្ត្រីអាក្រក់ទើបធ្វើឲ្យអ្នកសិក្សាឬក៏អ្នកមើលរឿងនេះជក់ចិត្តដិតអារម្មណ៍និងមានការស្អប់ខ្ពើម
នៅទង្វើអាក្រក់រួចនាំគ្នាសាងតែទង្វើល្អគ្រប់គ្នានៅត្រង់វគ្គនេះសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះសូមអ្នកទាំងអស់គ្នាកុំភ្លេច Subscribe និងដាក់សញ្ញាកណ្ដឹងផងសូមអរគុណនិងសូមគោរពលា